របត់ថ្មីនៃចំនួនកម្ពុជាថៃអតីតបេក្ខភាពឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសថៃលោកលីវូដភូស្នើទៅកាន់លោកត្រាំឲ្យបង្ខំថៃសងការខូចខាត$300,000 លានអតីតបេក្ខភាពឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសថៃលោកលីវូដភូបានធ្វើឲ្យមានការភ័យផ្អើលយ៉ាងខ្លាំងតាមរយៈការដាក់លិខិតជាផ្លូវការមួយជូនទៅកាន់លោកប្រធានាធិបតីដូណាល់ត្រាំកាលពីថ្ងៃទី5ខែមករាឆ្នាំ2026លិខិតនោះគឺបានផ្ដោតទៅលើការទាមទារសំណងពីប្រទេសថៃចំពោះការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរមកលើទឹកដីរបស់កម្ពុជាក្នុងកំឡុងពេលចំនួនយោធាឆ្នាំ2025យោងទៅតាមការវាយតម្លៃបឋមលោកលីវូដភូបានបញ្ជាក់ថាការឈ្លានពានរបស់យោធាថៃដែលបានវាយលុកចូលជ្រៅមកលើទឹកដីរបស់កម្ពុជាដល់ទៅ60ម៉ាយស្មើទៅនឹងជិត100គីឡូម៉ែត្របានបង្កឲ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរទៅដល់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលដែលមានមន្ទីរពេទ្យសាលារៀននិងអគារពាណិជ្ជកម្មនៅក្នុងនោះរួមមានសម្បត្តិបេតិកភណ្ឌពិភពលោកវត្តអារាមនិងទីតាំងប្រវត្តិសាស្ត្រសំខាន់ៗដែលការពារដោយច្បាប់អន្តរជាតិអ្វីដែលមិនអាចលើកលែងបានគឺការបាត់បង់ជីវិតជនស៊ីវិលនិងការផ្លាស់ទីលំនៅរបស់ប្រជាជនកម្ពុជាយ៉ាងច្រើនសន្ធឹកសន្ធាប់នៅក្នុងសារលិខិតដដែលលោកលីវូដបានធ្វើការកោតសរសើរទៅកាន់លោកប្រធានាធិបតីត្រាំថាគឺជាមេដឹកនាំដែលស័ក្តិសមនឹងទទួលបានពានរង្វាន់ Nobel សន្តិភាពចំពោះកិច្ចខិតខំប្រឹងប្រែងកន្លងមកនៅក្នុងការទប់ស្កាត់សង្គ្រាមបើទោះបីជាយ៉ាងណាក៏ដោយលោកបានសង្កត់ធ្ងន់ថាសកម្មភាពយោធារបស់ថៃនាពេលថ្មីនេះបានធ្វើឲ្យប៉ះពាល់ទៅដល់ស្ថិរភាពដែលលោកត្រាំចង់បានដូច្នេះអាមេរិកត្រូវតែមានវិធានការដោះស្រាយចំណុចសំខាន់នៅក្នុងលិខិតនេះលោកលីវូដភូបានធ្វើការស្នើសុំឲ្យលោកត្រាំបង្ហាញឈ្មោះក្រុមហ៊ុនអាមេរិកដែលមានជំនាញខ្ពស់ដើម្បីមកដឹកនាំការកសាងកម្ពុជាឡើងវិញយុទ្ធសាស្ត្រនេះគឺត្រូវបានគេមើលឃើញថាគឺជាការបាញ់ព្រួយមួយបានសัตว์ពីរទី1ជួយកម្ពុជាឲ្យមានហេដ្ឋារចនាសម្ព័ន្ធកម្រិតស្តង់ដារពិភពលោកឡើងវិញទី2បង្កើនឱកាសការងារនិងសេដ្ឋកិច្ចសម្រាប់ក្រុមហ៊ុនអាមេរិកស្របទៅតាមគោលនយោបាយ America First របស់លោកត្រាំ